ពីបាទកីឡាករដែលបងប្អូនបាទស្គាល់បានភាគច្រើនហើយបាទគឺបាទរដ្ឋាគឺជាកម្ពុជាបាទកីឡាករមានកីឡាករ Lionel Messi កីឡាករបាទ Cristiano Ronaldo ហើយពន្លកក្រោយបាទដែលកំពុងតែជា Superstar ណាឈានចូលដល់ Superstar នោះគឺកីឡាករបាទ Kylian Mbappe និងកីឡាករ Erling Haaland បាទអ្នកទាំង4នេះគេរាប់ថាគឺជាកីឡាករដែលបង្ហាញនៅភាពអស្ចារ្យបាទនៅលើទីលានជាពិសេសគឺបាទ Cristiano Ronaldo ដែលគឺជាកីឡាករបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup នេះ6រដូវកាលឬក៏6លើកហើយបាទជាប់គ្នាតែម្ដងដោយដងវិទ្យបានជំរាបជូនមុននេះដែលឡែកបាទកម្ពុជាកីឡាកររបស់អាសង់ទីនមួយរូបទៀតគឺកីឡាករ Lionel Messi ក៏បានបង្ហាញខ្លួនបាទសម្រាប់ព្រឹត្តិការណ៍ World Cup នេះរាប់ថាចូល6រដូវកាលដែរណាសម្រាប់ Messi ណាមិនធម្មតាទេបាទអញ្ចឹងមានថាពួកគាត់ទាំងពីរនេះគឺកំពុងតែធ្វើបានល្អកំពុងតែបង្ហាញនូវភាពខ្លាំងរបស់ខ្លួនទោះបីពួកគាត់ស្ថិតនៅក្នុងវ័យចូលបរ៉ូណាល់ដូ41ហើយ Messi 38ហើយបាទអញ្ចឹងគឺពួកគាត់ចូលទៅថាល្បាក់ចូលក្បាល40ទៅហើយហ្នឹងបាទក្បាល40ទៅហើយហ្នឹងអញ្ចឹងពួកគាត់នៅតែធ្វើបានល្អទៅទៀតពន្លកក្រោយមាន Kylian Mbappe បាទដែល Mbappe នេះគឺជោគជ័យមែនទែនដោយសារតែគេបានក្រុងជើងឯក World Cup 2018បាទជាមួយនឹងបារាំងរួចហើយស្ទើរតែខ្លាយទៅជាកីឡាករដែលអាចក្រុងជើងឯក World Cup ពីរដូវកាលចូលគ្នានោះដោយសារតែបារាំងធ្លាប់ចាញ់អាសង់ទីននឹងឯងបងប្អូនបាទកាល2022ហ្នឹងកុំបីនេះMbappeនេះគឺគេខ្លាចជាកីឡាករដែលល្អបាត់ហើយបាទគឺឈ្នះពានជាមួយនឹងបារាំងពីរដូវកាលចូលគ្នាបាត់ទៅហើយបាទប៉ុន្តែដោយសារតែធ្លាប់ចាញ់បាទអាសង់ទីននេះឯងបាទមួយទៀតគឺ Erling Haaland នេះក៏ជារឿងមួយដែលបងប្អូនគួរបីថាចាប់អារម្មណ៍ដែរ Haaland នេះមានន័យថាមុនពេលដែល Norway មានឱកាសនៅក្នុងការជាប់ជម្រុះនៅក្នុងការលេង World Cup នេះណា Norway ខកខានបង្ហាញខ្លួនបាទសម្រាប់ព្រឹត្តិការណ៍ World Cup 28ឆ្នាំ28ឆ្នាំមកបងប្អូនបាទមិនលេងទេបើយើងរាប់ទៅវាជិត3ទសវត្សរ៍បាទជិត30ឆ្នាំអញ្ចឹងពេលដែលមានវត្តមានកីឡាករ Erling Haaland មានវត្តមាននៅលើភពផែនដីនេះមកណាបាទគឺគ្រាន់តែគាត់ចាប់ដើមល្អគាត់ចាប់ដើមខ្លាំងជំរឿនជាតិ Norway របស់គាត់ចាប់ដើមជាប់ជាមួយនឹងបាទការប្រកួតបាទជំរុះឥឡូវនេះ Norway កំពុងតែធ្វើបានល្អទៀតបាទ Erling Haaland ក៏ធ្វើបានល្អដែរពេលដែរបាទការប្រកួតរបស់គេគឺថាការប្រកួតដំបូងបាទរបស់ Norway បងប្អូនហើយការប្រកួតដំបូងរបស់ Norway គឺធ្វើបានល្អមែនទែនដោយបានយកឈ្នះទៅលើអ៊ីរ៉ាក់លទ្ធផលនោះគឺ4-1ក្នុងចំណោម4គ្រាប់នោះគឺមាន2គ្រាប់បាទរបស់ Erling Haaland បាទ2គ្រាប់ដំបូងបើប្រកួតបើកឆាកបាទកៅឆាយតែម្ដងបាទការប្រកួតដំបូងរបស់ខ្លួនបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ Norway នេះគឺបង្ហាញខ្លួនបាទសុទ្ធបញ្ចូលទីបាន2គ្រាប់បាទដល់ពេលប្រកួតទី2បាទប៉ះជាមួយនឹង Senegal Haaland នឹងគេដាក់2គ្រាប់ទៀតបាទថែម2គ្រាប់ទៀតបាទទៅលើបាទក្រុមជម្រើសជាតិ Senegal អញ្ចឹងសរុបការប្រកួតរបស់គេបាទបង្ហាញខ្លួនបាន2ប្រកួតគេសុទ្ធបញ្ចូលទីបានចំនួន4គ្រាប់ឯណោះ4គ្រាប់ឯណោះបាទដែលឡែកបើយើងមើលទៅលើកីឡាករបាទ Kylian Mbappe វិញ Mbappe ក៏ធ្វើបានល្អដែរបងប្អូនហើយបាទ Mbappe នេះការប្រកួតដំបូងរបស់គេគឺគេបានបារាំងនាំឲ្យបារាំងយកឈ្នះទៅលើ Senegal 3-1 អញ្ចឹង Mbappe សុទ្ធបញ្ចូលទីបានចំនួន2គ្រាប់ពេលដែលប៉ះជាមួយនឹង Senegal បាទដល់ពេលការប្រកួតបន្ទាប់របស់គេគឺប៉ះអ៊ីរ៉ាក់បាទ Mbappe សុទ្ធបញ្ចូលទីបាន2គ្រាប់ទៀតអញ្ចឹងស្ថិតិរបស់Haaland ជាមួយនឹង Mbappe យើងរាប់ទាំងក្នុងព្រឹត្តិការណ៍ World Cup 2026នេះណាមានន័យថា4គ្រាប់ដូចគ្នា4គ្រាប់ដូចគ្នាក្នុងចំណោម2ប្រកួតដូចគ្នាបាទប៉ុន្តែបងប្អូនបើយើងមើលទៅលើកម្ពុជាកីឡាករបាទ Cristiano Ronaldo បាទជាមួយនឹងកីឡាករបាទកម្ពុជាកីឡាករបាទ Lionel Messi វិញបាទគឺធ្វើបានល្អមែនទែនដោយដែលខ្ញុំបានបញ្ជាក់ជូនអញ្ចឹងបងប្អូនហើយបាទសម្រាប់ Ronaldo និង Messi នេះគឺជាកម្ពុជាកីឡាករដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup 6រដូវកាលខុសៗគ្នាណា6រដូវកាលនោះជាប់គ្នាមានន័យថាចាប់ពី2006រហូតដល់2026ណាមិនដែលខកខានទេពួកគាត់តែងតែបង្ហាញវត្តមានជានិច្ចអញ្ចឹងយើងនិយាយពី Messi វិញ Messi គឺជាវីរៈបុរសរបស់អាសង់ទីននៅពេលបច្ចុប្បន្នគាត់តស៊ូណាស់បាទជាមួយនឹងក្រុមជម្រើសជាតិអាសង់ទីនតែងតែជួយឲ្យអាសង់ទីនបាទគ្រប់ព្រឹត្តិការណ៍រហូតងាប់តែ2022
បានគាត់ជោគជ័យជាមួយអាសង្ឃទីនណាបាទទើបគាត់បានខ្លាយទៅជាអ្នកក្រងជើងឯកបាទលើកពាន FIFA World Cup 2022បាទនៅកាតានឹងឯងបាទអញ្ចឹងសម្រាប់ Messi គាត់រងចាំយូរទៅងំមកលើកពានបាទប៊ីតាពីរដងជាប់នេះបាទប៊ីដែរណាប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍មួយទៀតគឺកីឡាករបាទ Cristiano Ronaldo ដូចគ្នាបងប្អូនដែរ6រដូវកាលបាទអញ្ចឹងស្មើនឹង24ឆ្នាំបាទជាមួយនឹងក្រុមជម្រើសជាតិប៉ូទុយហ្គាល់បាទគឺថា Ronaldo រហូតមកដល់ពេលបច្ចុប្បន្ននេះគាត់វ័យរបស់គាត់គឺ41ឆ្នាំទៅហើយបាទហើយគាត់នៅតែបង្ហាញខ្លួនឲ្យប៉ះជាមួយនឹង Uzbekistan សុទ្ធបញ្ចុះទីបាន2គ្រាប់ទៀតបាទសម្រាប់ Cristiano Ronaldo អញ្ចឹងគឺបើនិយាយពេលបច្ចុប្បន្ននេះគឺបងប្អូនឬក៏យុវជនជំនាន់ក្រោយអ្នកដែលស្រឡាញ់កីឡាក៏សូមកោតសរសើរណាសម្រាប់បងប្អូនដែលស្រឡាញ់កីឡាប៉ុន្តែពីខ្ញុំទៅបាទពីបងដេវីតទៅគឺថាសូមកុំឲ្យមានការប្រៀបធៀបបាទជាវិចារណកថាមួយទៅខ្លីទៅចុះបាទសូមជំរាបជូនទៅកាន់បងប្អូនណាកុំមានការប្រៀបធៀបពីព្រោះយើងកុំដាក់ចិត្តទៅលើកីឡាករតាមរូបដែលយើងស្រឡាញ់ការស្រឡាញ់ការគ្រប់គ្រងជារឿងត្រឹមត្រូវវាជាសិទ្ធិរបស់យើងប៉ុន្តែកុំដល់ថ្នាក់គេថាជ្រុលនិយមមានន័យថាខ្ញុំស្រឡាញ់រ៉ូណាល់ដូខ្ញុំគ្រប់គ្រងរ៉ូណាល់ដូប៉ុន្តែខ្ញុំអត់ជាមនុស្សរ៉ូណាល់ដូនិយមទេបាទមានន័យថាខ្ញុំគោរពខ្ញុំស្រឡាញ់ខ្ញុំគ្រប់គ្រងប៉ុន្តែសម្រាប់កីឡាករបាទ Lionel Messi គឺខ្ញុំគោរពគាត់ដូចគ្នាពីព្រោះបើសិនជាមិនមានគាត់ទេគេថានៅក្នុងពិភពបាល់ទាត់វាអត់មានភាពស្រស់បំព្រងបើសិនបើអត់មាន Messi ទេ Ronaldo ក៏ប្រហែលមិនខិតខំប្រឹងប្រែងខ្លាំងត្រឹមត្រូវចឹងឯងបាទពីព្រោះម្នាក់កើតមកជាមួយនឹងទេពកោសល្យគេនិយាយពី Lionel Messi កើតមកជាមួយនឹងទេពកោសល្យបាទគាត់មានស្រាប់បាទដល់ពេល Ronaldo កើតមកជាមួយនឹងការខិតខំប្រឹងប្រែងគាត់បោកខាត់បាទគាត់វឹកខាត់ឲ្យលើបងប្អូនមើលកីឡាករដែលវ័យសបាគាត់បាទមិត្តរួមក្រុមរបស់គាត់បាទមិត្តរួមសញ្ជាតិរបស់គាត់សឹងតែចូលនិវត្តន៍អស់ហើយបាទប៉ុន្តែហេតុអីបានជាបរិសម្នាក់នេះនៅតែអោបកសោបបាល់បាទមិនមែនដើម្បីខ្លួនគាត់ទេប៉ុន្តែដើម្បីក្រុមជម្រើសជាតិទាំងមូលពីព្រោះប៉ូទុយហ្គាល់ពីដើមឡើយមិនមែនជាក្រុមជម្រើសជាតិដែលខ្លាំងនោះទេបងប្អូនទើបតែមានវត្តមាន Cristiano Ronaldo បាទចូលជាមួយនឹងប៉ូទុយហ្គាល់បងប្អូនអាចទៅ search ប្រវត្តិរបស់ប៉ូទុយហ្គាល់បានខ្ញុំមាននិយាយចឹងបាទពីដើមមកប៉ូទុយហ្គាល់មិនមែនជាក្រុមខ្លាំងអីណាទេមិនមែនជាជម្រើសជាតិខ្លាំងទេប៉ុន្តែគេស្គាល់ប៉ូទុយហ្គាល់ដោយសារនរណាគឺដោយសារ Ronaldo គេគ្រប់គ្រងប៉ូទុយហ្គាល់ដោយសារ Ronaldoគេស្រឡាញ់គេចង់ឲ្យប៉ូទុយហ្គាល់ខ្លាយទៅជាម្ចាស់ជើងឯកបាទនៅក្នុងរដូវកាលនេះហេតុអីដោយសារតែគេចង់ឲ្យគាត់ឈ្នះបាទជាមួយនឹងប៉ូទុយហ្គាល់លើកអាជីពបាល់ទាត់របស់គាត់ចុងក្រោយបាទជាមួយនឹងអាជីពជាតិបាទត្រឹមត្រូវពីព្រោះគាត់វ័យរបស់គាត់41ឆ្នាំទៅហើយបើសិនជាសួរថាក្នុងរដូវកាលនេះបើសិនជា Cristiano Ronaldo អាចជួយឲ្យប៉ូទុយហ្គាល់ខ្លាយទៅជាម្ចាស់ជើងឯកខ្ញុំគិតថាជារឿងមួយដែលយើងអាចថាគួរតែសប្បាយចិត្តទាំងសងខាងទាំង fan របស់ Lionel Messi ទាំង fan របស់ Ronaldo ពីព្រោះគាត់ស្មើគ្នាពីព្រោះ Ronaldo ក៏គាត់អត់បានឈ្នះទេហើយ Messi ក៏បានឈ្នះ2022ដូចទៅហើយអញ្ចឹងបើសិនជាយើងឲ្យពានរង្វាន់មួយហ្នឹងទៅកាន់ Ronaldo សួរថាអ្នកគ្រប់គ្រងរបស់ Ronaldo សប្បាយចិត្តទេសប្បាយបាទអ្នកគ្រប់គ្រងរបស់ប៉ូទុយហ្គាល់ក៏សប្បាយចិត្តដូចគ្នាហើយពួកគាត់គេថាទោះបីទីចូលនិវត្តន៍ពីបាល់ទាត់ទៅក៏គាត់នឹកឃើញថាគាត់បានកសាងសមិទ្ធផលសម្រាប់ក្រុមជម្រើសជាតិគាត់រៀងខ្លួនបើនិយាយពីឯកជនភាពរបស់គាត់ឈ្នះហើយបើ Messi ល្អជាង Ronaldo ទទួលស្គាល់ពិតមែនថាគាត់ឈ្នះបាល់លូតលាស់ច្រើនជាងប៉ុន្តែពានរង្វាន់ឯកជនផ្សេងទៀតគាត់កំពុងតែនៅលេងដូចគ្នាគាត់កំពុងតែកសាងដូចគ្នាចារឿងឯកជនយើងក៏មិននិយាយយើងនិយាយតែជំរឿជាតិទៅបានហើយពួកគាត់ខំដើម្បីជាតិដូចគ្នាទេបាទនរណាក៏ចង់ឲ្យជាតិរបស់ខ្លួនឯងហ្នឹងគឺល្អមានការសាទរមានការរីកចម្រើនដែរអញ្ចឹងត្រឡប់មកវិញបងប្អូនគ្រាន់តែជាការសង្ខេបខ្លីទេបាទសម្រាប់កំពូលកីឡាករបាទ Cristiano Ronaldo និង Lionel Messi សម្រាប់ខ្ញុំសូមឲ្យបងប្អូនថាដាក់ចិត្តនៅកណ្ដាលទៅបាទស្រឡាញ់ពួកគាត់ទាំងសងខាងទៅសម្រាប់ខ្ញុំគ្រប់គ្រង Ronaldo ប៉ុន្តែខ្ញុំគោរព Messi ខ្ញុំអត់ទៅជលនិយមទេណាបងប្អូនបាទបង David ក៏ដូចគ្នាដែរមើលទៅគឺថាទំនោររបស់គាត់គឺគាត់គ្រប់គ្រងគាត់ស្រឡាញ់ទាំងសងខាងអត់ទេហើយបើអត់ពីពួកគាត់ទៅឧទាហរណ៍ណាមានន័យថាពួកគាត់ចូលនិវត្តន៍ពីបាល់ទាត់ទៅតើនរណាដែលនឹងអាចថាស្នងតំណែងពួកគាត់Mbappe ឬក៏ Erling Haaland ដែលអាចស្នងតំណែងនឹងគេថាធ្វើឲ្យបាល់ទាត់មានភាពគេថាស្រស់បំព្រងមានការតាក់ទាញបាទខ្លាយទៅជាកីឡាមួយដែលគេថាពេញនិយមបាទជាងគេបំផុតនៅលើពិភពលោកនេះបាទសួរថាអាចទេបើសិនជា Mbappe អាចបង្ហាញខ្លួនបាន6រដូវកាលជាប់គ្នាទេបាទ Erling Haaland អាចបង្ហាញខ្លួនបាន6រដូវកាលជាប់គ្នាទេហើយពួកគាត់អាចកសាងកម្រិតត្រាដូចជា Ronaldo និង Messi ទេសំណួរនេះយើងមិនអាចឆ្លើយបានទេបាទហើយក៏មិនប្រកបដូចគ្នាឥឡូវខ្ញុំឧទាហរណ៍ដូចជា Neymar បងប្អូនឃើញ Neymar ល្អណាស់
bà bắt nãy hết ấy để thua ở đây mà mình chụp chế chỉ muốn trong chụp được chiết đôi chia khai thì chia cả lá cô đại anh vậy mà thà cho được trong cùng rất muối đôi Messi đừng Ronaldo á vì bố quát nhom nhị đòi được bùa បាទ bà nhom nhị được bùa chứ à bánh ha được bùa nâng muối thua ơi cái ra cái lá co mà rút thử sân tập bắt bóng ở vậy cục dạng bên tay để sao để cái nước khơi thao đây má cứ chia đi mất tổ rút của bóng Brazil thế bà hay ca để cái thử ban có hai cục bốc lô cả long sân Celtic có hai đây mà cho trong chúng nó chết ní miên cả anh ta công ty về thiên này đây là bóng Brazil á បាទ bà sân chỉ lên thế local facility បើហើយជាមិនកោះហៅទេសុខចិត្តយកកីឡាករល្អៗផ្សេងៗរបស់ Brazil យកមកជំនួសវិញបើថាបានអញ្ចឹងនេះគឺជាការគោរពដូចគ្នាហើយសរុបរួមមកវិញបាទសម្រាប់ fan របស់ Cristiano Ronaldo របស់ក៏ដូចជា Portugal បាទ fan របស់ Lionel Messi ក៏ដូចជា Argentina យើងបើកចិត្តទទួលយកទៅបាទពួកគាត់ខំដើម្បីណាគឺខំដើម្បីផ្ទាំងទស្សនីយភាពមួយបាននៅក្នុងរង្វង់វិស័យបាល់ទាត់ដើម្បីឲ្យអ្នកគ្រប់គ្រងនៅជុំវិញពិភពលោកនោះគឺបានឃើញពួកគាត់នឹងឯងបាទបើសិនជាពួកគាត់មិនខំទេបាទប្រហែលជាការរាប់ទាំងទស្សនីយភាពបាល់ទាត់មិនមានការធ្វើឲ្យមានភាពសប្បាយហូរកញ្ជ្រៀវឬក៏សាទរនឹងការឡើងទេ